យូរធ្វើឆាសណ្តែកទៅហ៊ូញ៉ាំម្ដងដោយសារតែអ្នកផ្ទះខ្ញុំក៏អត់សូវចូលចិត្តទេអញ្ចឹងអ្នកចូលចិត្តតិចអញ្ចឹងទៅក៏អត់សូវបានស្លដែរបងប្អូនអរគ្នាតែថ្ងៃនេះខ្ញុំនឹកឃើញចង់ញ៉ាំឆាសណ្តែកទៅហ៊ូហើយមុខម្ហូបនេះធ្វើលឿនទេបងប្អូនអរគ្នាធ្វើតែមួយផ្លេតហ្នឹងបានញ៉ាំហើយចំពោះគ្រឿងផ្សំរបស់យើងក៏មានអីច្រើនដែរយើងមានតែជាមួយនឹងសាច់ស្មាមុខមកបងប្អូនយើងយកមកឆាគឺឆ្ងាញ់មែនទែនបន្ទាប់មកយើងលាយជាមួយនឹងថ្លើមជ្រូកហើយយើងមានជាមួយនឹងទៅហ៊ូរបស់យើងហ្នឹងហើយទៅហ៊ូហ្នឹងយើងយកមកចៀនឲ្យស្រេចហើយចំពោះបន្លែគឺខ្ញុំដាក់សណ្តែកបណ្ដោះនិងស្លឹកជីឆាយតែដោយសារតែស្លឹកជីឆាយថ្ងៃនេះអត់មានទេបងប្អូនអញ្ចឹងខ្ញុំប្រើស្លឹកខ្ទឹមជំនួសវិញអញ្ចឹងណាជាដំបូងហ្នឹងខ្ញុំចាប់ដើមយកសាច់ជ្រូកដែលយើងបានហាន់ហើយហ្នឹងមករំលីងឲ្យវារៀងក្រៀមតិចមកបងប្អូនអរគ្នាចាយើងលីងឲ្យវាឡើងខ្លាញ់តិចហើយចាំយើងបន្ថែមជាមួយនឹងខ្ទឹមសយកទៅបំពងឲ្យរៀងឈ្ងុយបន្តិចហើយចាំយើងផ្សំគ្រឿងតាមក្រោយទៀតនិយាយទៅមុខម្ហូបឆានេះធ្វើលឿនទេបងប្អូនឲ្យតែគ្រឿងផ្សំរបស់យើងធ្វើរួចស្រេចណាមួយដោយសារតែនៅផ្ទះខ្ញុំគឺខ្ញុំធ្វើទឹកសុសទឹកគ្រឿងឆានឹងឲ្យស្រេចអញ្ចឹងខ្ញុំគ្រាន់តែដួសដាក់មួយវែកពីរវែកទៅគឺរសជាតិឆារបស់យើងហ្នឹងមកល្មមឆ្ងាញ់តែម្ដងដោយសារតែខ្ញុំធ្វើទុកអញ្ចឹងយើងងាយស្រួលក្នុងការឆាម្ហូបឬក៏ធ្វើម្ហូបអីផ្សេងណាបងប្អូនអរគ្នានិយាយទៅយើងដាក់តាមចំនួនតិចច្រើននៃម្ហូបរបស់យើងណាបងប្អូនចាតែប៉ុណ្ណឹងសាច់របស់យើងលីងឡើងឈ្ងុយហើយយើងបន្ថែមគ្រឿងសោះរបស់យើងហ្នឹងចូលទៅពីរវែកផងដែរបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកត្រីបន្តិចហើយយកដាក់ជាមួយនឹងរ៉ូឌីចូលទៅបន្តិចទៅបងប្អូនហើយបន្ថែមជាមួយនឹងម្រេចនិយាយទៅឲ្យតែឆាទៅហ៊ូហ្នឹងគឺខ្ញុំចូលចិត្តប្រើម្រេចណាបងប្អូនចាហើយតបមកទៀតយើងបន្ថែមជាមួយនឹងទឹកហើយយើងដាក់ឲ្យវារងាស់ឲ្យរៀងខាស់ទឹកបន្តិចមកតមកខ្ញុំដាក់ជាមួយនឹងទៅហ៊ូដែលយើងបានចៀនហ្នឹងកាត់ជ្រុងហ្នឹងបងប្អូនចាយើងកូរវាឲ្យសព្វចូលគ្រឿងគ្នាល្អអញ្ចឹងមកហើយមកសន្ទុះទៀតយើងចាប់ផ្ដើមដាក់ជាមួយនឹងបន្លែសណ្តែកបណ្ដោះយើងចូលទៅតាមក្រោយតែម្ដងនិយាយទៅមុខម្ហូបឆានេះក៏យើងអត់ប្រើទឹកច្រើនពេកដែរបើយើងប្រើទឹកច្រើនពេកក៏អត់ឆ្ងាញ់ទេបងប្អូនអរគ្នាណាមួយសណ្តែកបណ្ដោះរបស់យើងដល់ពេលយើងឆាទៅវានៅមានចេញទឹកមកទៀតអញ្ចឹងយើងប្រើទឹកមកល្មមបានហើយយើងកូរត្រឡប់ទៅពី3 4ត្រឡប់អញ្ចឹងមកសណ្តែកបណ្ដោះរបស់យើងចាប់ផ្ដើមឆ្អិនហើយបន្លត់ភ្លើងរួចរាល់ជាការស្រេចតែម្ដងបើយើងធ្វើស្លឆាឲ្យឆ្អិនពេកក៏វាអត់ឆ្ងាញ់ដែរបងប្អូនអរគ្នាវាលួយសណ្តែកអញ្ចឹងណាអញ្ចឹងខ្ញុំចូលចិត្តច្រប់បងប្អូនអញ្ចឹងខ្ញុំគាត់កូរត្រឡប់3 4ត្រឡប់តែប៉ុណ្ណឹងគឺម្ហូបឆាទៅហ៊ូសណ្តែកបណ្ដោះរបស់យើងគឺឆ្អិនរួចរាល់ជាការស្រេចតែម្ដងនិយាយទៅមុខម្ហូបនេះឆាលឿនដែរបងប្អូនអរគ្នាហើយយើងត្រៀមតែទឹកត្រីញែកម្ទេសមកដើម្បីញ៉ាំពីលើអញ្ចឹងណាពេលខ្លះយើងធ្វើម្ហូបសាបតែពេលយើងបន្ថែមជាមួយនឹងទឹកត្រីម្ទេសញ៉ាំពីលើអញ្ចឹងទៀតទៅរសជាតិកាន់តែឆ្ងាញ់តែម្ដងបងប្អូនមើលទៅទំនងអត់បើសិនជាបងប្អូនអរគ្នាអត់ដឹងថាធ្វើម្ហូបអីទេកុំភ្លេចសាកធ្វើឆាទៅហ៊ូសណ្តែកបណ្ដោះញ៉ាំទាំងអស់គ្នាណាបងប្អូនហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនបាយ